រស់នៅជាមួយក្តីសង្ឃឹមមនុស្សដែលធ្លាប់បរាជ័យធ្លាប់ដួលធ្លាប់ត្រូវគេបដិសេធរាប់មិនអស់ប៉ុន្តែដោយសារតែគេមិនអស់សង្ឃឹមទើបគេមិនអាចឈប់នៅតែរក្សាការតស៊ូបានរហូតក្តីសង្ឃឹមជាកម្លាំងជំរុញមនុស្សមិនឲ្យងាយនឹងបោះបង់មិនងាយនឹងរត់ចោលការលំបាកទោះបីការងារនោះយើងត្រូវធ្វើតែម្នាក់ឯងក៏ដោយឬត្រូវអ្នកដទៃជាស្ដីថាយើងជាមនុស្សឆ្កួតក៏ដោយក្តីសង្ឃឹមគ្មានរូបគ្មានរាងគ្មានរសជាតិនោះទេប៉ុន្តែវាអាចធ្វើឲ្យកាយមិនងាយហត់ចិត្តមិនងាយនឿយណាយបានមនុស្សដែលចេះរស់នៅជាមួយនឹងក្តីសង្ឃឹមរមែងនៅតែអាចរក្សាស្នាមញញឹមបានទោះបីបញ្ហាដែលគេកំពុងដោះស្រាយនោះធំពិបាករកដំណោះស្រាយក៏ដោយ Martin Luther King បាននិយាយថាយើងអាចទទួលយកការខកចិត្តចំពោះរឿងដែលកន្លងផុតទៅប៉ុន្តែយើងមិនអាចបាត់បង់ក្តីសង្ឃឹមដ៏ធំធេងរបស់យើងបានឡើយទទួលយកការខកចិត្តគឺការទទួលស្គាល់ការពិតថាគ្រប់យ៉ាងដែលយើងបងគឺមិនអាចដូចចិត្តយើងទាំងអស់នោះទេព្រោះវាជាច្បាប់ធម្មជាតិគ្រប់យ៉ាងគឺមិនទៀងជួនរាំងជួនភ្លៀងជួនល្អជួនអាក្រក់ជួនសមតាមបំណងជួនត្រូវខកបំណងជួនត្រូវគេបដិសេធជាដើមគ្មាននរណាម្នាក់អាចសប្បាយចិត្តគ្រប់ពេលនោះទេហើយគ្មាននរណាម្នាក់ត្រូវដេកកើតទុក្ខរហូតដែរប៉ុន្តែអ្វីដែលសំខាន់នោះគឺការចោះចាញ់គឺការមិនចោះចាញ់ការលំបាកប្រឹងប្រឆាំងនឹងព្រេងវាសនាជាមួយនឹងក្តីសង្ឃឹមដ៏មុតមាំបំផុតកម្លាំងកាយអាចនឹងចុះខ្សោយពេលដែលយើងធ្វើការច្រើនអត់បានសម្រាកប៉ុន្តែក្តីសង្ឃឹមរបស់យើងមិនអាចធ្លាក់ចុះបានទេការដែលយើងរស់នៅដោយគ្មានក្តីសង្ឃឹមក្នុងខ្លួននោះគឺមានន័យថាយើងកំពុងដេកចាំស្លាប់មនុស្សដែលដេកចាំស្លាប់នឹងមិនខំប្រឹងជួយខ្លួនឯងមិនខំប្រឹងរលាស់ខ្លួនចេញពីការជឿចាប់នោះទេគឺគេរងចាំឲ្យបញ្ហាមកសម្លាប់គេចោលដោយខ្លួនឯងបានយ៉ាងងាយស្រួលនៅពេលដែលយើងបាក់ទឹកចិត្តឬបាត់បង់ជំនឿចិត្តពេលនោះយើងនឹងមើលឃើញតែបញ្ហាមើលឃើញតែឧបសគ្គរាប់លាននៅចាំរារាំងប៉ុន្តែប្រសិនបើយើងនៅតែមានសង្ឃឹមពេលនោះយើងនឹងយល់ថាគ្រប់បញ្ហាទាំងអស់គឺសុទ្ធតែមានដំណោះស្រាយហើយដំណោះស្រាយនេះជាឱកាសអាចធ្វើឲ្យយើងលូតលាស់កាន់តែរឹងមាំជាងមុនគ្មានជនណាម្នាក់អាចជួយលើកទឹកចិត្តយើងបានរហូតនោះទេមានតែខ្លួនយើងទេដែលរស់នៅជាមួយខ្លួនឯងគ្រប់ពេលវេលាបើសូម្បីតែខ្លួនឯងមិនចេះកំដរមិនចេះលួងលោមមិនចេះផ្ដល់តម្លៃមិនចេះលើកទឹកចិត្តខ្លួនឯងផងសួរថាតើមានជនណាម្នាក់អាចមកលួងអាចមកស្រឡាញ់អាចមកលើកទឹកចិត្តយើងបានទៅបរាជ័យ10 ដងមិនគួរឲ្យខ្លាចដូចចិត្តដែលបរាជ័យ1 ដងនោះទេបរាជ័យលើរឿងអ្វីក៏បរាជ័យទៅប៉ុន្តែសូមកុំបរាជ័យក្នុងរឿងតស៊ូក្រអ្វីក៏ក្រចុះកុំឲ្យតែក្រចិត្តពិការអ្វីក៏ពិការចុះកុំឲ្យតែពិការគំនិតមនុស្សដែលបរាជ័យក្នុងរឿងតស៊ូប្រមែងមិនបានជោគជ័យមនុស្សដែលក្រចិត្តច្រើនតែខ្វះញាតិមិត្តហើយបើពិការគំនិតវិញគឺនាំឲ្យពិការដល់រាងកាយនាំឲ្យរាងកាយអសមត្ថភាពទៅតាមនឹងដែរកម្លាំងជំរុញដ៏ខ្លាំងក្លានឹងប្រសូតចេញមកនៅពេលដែលយើងចាប់ផ្ដើមធ្វើការដើម្បីបម្រើឲ្យក្តីស្រមៃរបស់ខ្លួនក្តីស្រមៃគឺអាចផុសឡើងបានទេក្តីស្រមៃគឺមិនអាចផុសឡើងបានទេប្រសិនបើយើងបានត្រឹមតែស្វែងរកក្តីស្រមៃរបស់ខ្លួនប៉ុន្តែយើងនៅស្ងៀមអត់បានធ្វើអ្វីមួយដើម្បីបានទៅដល់វាមានក្តីស្រមៃធំជារឿងល្អប៉ុន្តែខិតខំប្រឹងប្រែងខ្លាំងទៅជារឿងចាំបាច់មិនថាក្តីសុបិនមួយនោះធំធេងឬតូចតាចយ៉ាងណានោះទេបើយើងមិនប្រឹងយើងក៏មិនអាចសម្រេចវាបានដែរត្បិតអីបើយើងនៅស្ងៀមក្តីសង្ឃឹមដ៏មុតមាំក៏មិនចេញមកជំរុញយើងបន្ថែមឡើយសូមអរគុណសម្រាប់ការស្ដាប់ការអានអត្ថបទដកស្រង់ចេញពីសៀវភៅថាមពលជីវិត The Power of Life ដែលជាស្នាដៃនិពន្ធរបស់លោកឈឿនសុជាតិខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងរីករាយនឹងការស្ដាប់នេះក៏ដូចជាទទួលបាននូវចំណេះដឹងថ្មីៗ
និងយកវាធ្វើជាមេរៀនក្នុងការអភិវឌ្ឍខ្លួននិងលើកទឹកចិត្តខ្លួនឯងផងដែរ